លក់ដូរកុំសម្លឹងឃើញតែលុយភ្ញៀវមួយមុខសម្លឹងមើលទឹកភ្នែករបស់ភ្ញៀវលក់ដាច់បានលុយភ្ញៀវសប្បាយចិត្តអានឹងគេហៅថាទ្រព្យតិចតិចុំហើយតែបើលក់ឲ្យបានលុយភ្ញៀវនៅទឹកភ្នែកបានលុយមកក៏ដេកអត់លក់ដែរអានឹងគេហៅថាទ្រព្យក្តៅកាហាយលុយគេលុយយើងតោងគិតបន្តិចមើលបើគ្រាន់តែចូលទីផ្សារដើម្បីទៅបំផ្លាញគេដើម្បីលក់ផលិតផលមួយអន់ឲ្យគេហើយយើងធ្វើបាននៅលើទឹកភ្នែករបស់គេហើយយើងគិតមើលថាយើងជាមនុស្សអាត្មានិយមប៉ុណ្ណាបើអ្នកមានគំនិតបែបនេះសូមគិតឡើងវិញបើអ្នកគ្មានសមត្ថភាពរកផលិតផលល្អមួយមកជួយគាត់ទេសូមកុំចង់បានលុយគាត់អីសូមកុំយកផលិតផលអន់ទៅបញ្ចុះបញ្ចូលឲ្យគាត់ទិញដើម្បីចង់បានលុយពីពួកឈប់ទៅអាណិតប្រជាជនយើងលក់ដូរស៊ូប្រាប់ភ្ញៀវថាគ្មានក៏មិនលក់ផលិតផលខូចគុណភាពឲ្យភ្ញៀវដែររកស៊ីស្មោះត្រង់វាចំណេញតក់តិចតែវារឹងមាំរស់បានយូរទៅណាក៏មានញាតិស្គាល់ទៅណាក៏មានគេទៅសើ